រសេននាងកញ្ញាជាទីមេត្រីអង្គការ Plan អន្តរជាតិបានប្រពៃទិវាក្មេងស្រីអន្តរជាតិថ្ងៃទី11ខែតុលាដើម្បីលើកកម្ពស់អំពីឧបសគ្គនិងបញ្ហាប្រឈមនានារបស់ក្មេងស្រីនៅព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2014ដោយសហការជាមួយនឹងក្រសួងកិច្ចការនារីនិងអង្គការ Plan អន្តរជាតិកម្ពុជាបានប្រារព្ធទិវាក្មេងស្រីអន្តរជាតិថ្ងៃទី11ខែតុលាឆ្នាំ2014គឺដើម្បីលើកកម្ពស់អំពីឧបសគ្គនិងបញ្ហានានាប្រឈមរបស់ក្មេងស្រីពីលើដល់ក្រោមនិងពីឆ្វេងដល់ស្ដាំដើម្បីកែលម្អគុណភាពនិងអភិបាលកិច្ចនៅក្នុងការអប់រំរបស់ពួកគេឲ្យបានល្អប្រសើរឡើងថែមទៀតនៅក្នុងពិធីនោះដែរលោកជំទាវអឹមស៊ីថៃរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានមានប្រសាសន៍ថាសប្តាហ៍ថ្ងៃនេះអត្រានៃការចូលរៀនអប់រំរបស់ក្មេងស្រីគឺមានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុនប៉ុន្តែចំនួនក្មេងស្រីដែលបានទទួលការអប់រំនៅមានកម្រិតទាបជាងក្មេងប្រុសនៅឡើយជាពិសេសគឺក្មេងស្រីដែលរស់នៅជនបទដូច្នេះក្នុងនាមលោកជំទាវជាថ្នាក់ដឹកនាំមួយរូបក្នុងជួររាជរដ្ឋាភិបាលក៏បានជំរុញឲ្យឪពុកម្ដាយក៏ដូចជាអាណាព្យាបាលរបស់ក្មេងស្រីទាំងនោះជួយដាស់តឿននិងជំរុញឲ្យកូនរបស់ខ្លួនបានចូលរៀនឲ្យបានគ្រប់គ្នាជាពិសេសក្មេងស្រីដែលរស់នៅជនបទយ៉ាងហោចណាស់បានត្រឹមមធ្យមសិក្សាជៀសវាងនៅពាក្យថាស្ត្រីបង្វិលចង្ក្រានមិនចំចំណែកឯលោកប្រៃអិននាយកស្ដីទីប្រចាំប្រទេសនៃអង្គការ Plan អន្តរជាតិកម្ពុជាបានមានប្រសាសន៍ដែរថាអិរិយាបថពិបាកផ្លាស់ប្ដូរណាស់ដោយសារកង្វះការអប់រំបានជាផ្នត់គំនិត Gender នៅតែជាឧបសគ្គចាក់ស្រេះសម្រាប់ក្មេងស្រីនៅឡើយបញ្ហានេះកំពុងតែប្រសើរឡើងប៉ុន្តែការរីកចម្រើនមិនលឿនដូចអ្វីដែលយើងចង់បាននោះទេជាពិសេសក្នុងចំណោមមនុស្សវ័យជំទង់នៅជនបទយើងមិនត្រឹមតែត្រូវការកុមារាដែលមានចំណេះដឹងប៉ុន្តែយើងត្រូវការក្មេងស្រីដែលមានចំណេះដឹងផងដែរលោកកេតុចន្ទោអ្នកឯកទេសខាងអប់រំបានឲ្យដឹងដែរថាគោលបំណងសំខាន់គឺធ្វើយ៉ាងណាត្រូវតែទាញយកចិត្តទុកដាក់និងលើកទឹកចិត្តគាំទ្រដល់សាធារណជនទូទៅទាំងមេដាបេដាសិស្សអ្នកអប់រំអ្នកស្រាវជ្រាវអ្នកសារព័ត៌មានបុគ្គលិកសង្គមដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាពសម្រាប់ក្មេងស្រីជំទង់ជាពិសេសធានាថាពួកគេរៀនចប់មធ្យមសិក្សាបឋមភូមិខ្ញុំបាទសំងីមធ្វើសេចក្តីរាយការណ៍